ខានធ្វើវីដេអូមួយថ្ងៃបងប្អូនអរគ្នាសារតែរវល់អញ្ចឹងណាគឺបានថតដែរប៉ុន្តែបានបញ្ចូលសលេងថ្ងៃហ្នឹងគឺខ្ញុំបានជាមួយនឹងសម្លម្ជូរផលិតបងប្អូនហើយត្រូវជាមួយនឹងមេឃភ្លៀងទេបងប្អូនអរគ្នាចាតម្រាំងមិនដែរអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមដាក់ស្លជាមួយនឹងស្លម្ជូរផលិតយើងចាប់ផ្ដើមដាំទឹកដើម្បីជ្រុំប្រហុកយើងបងប្អូនអរគ្នាចាមុខសម្លនេះគឺងាយស្រួលទេបងប្អូនឥឡូវទឹកយើងចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមបង់ប្រហុកចូលបងប្អូនណាចាបងប្រហុកចូលដោយសារតែខ្ញុំថតរាល់ដងគឺខ្ញុំថតតាមម្នាក់ឯងនឹងពិបាកបងប្អូនពេលជ្រុំប្រហុកលុះត្រាតែយើងកាន់កាមេរ៉ាអត់សូវនឹងទេបងប្អូនពេលថតទៅវាអត់សូវ smooth អត់សូវស្អាតទេបងប្អូនអរគ្នាចាប៉ុន្តែខ្ញុំក៏គ្រាន់ចង់ផ្ញើមួយនឹងមុខម្ហូបប្រចាំថ្ងៃនាងខ្ញុំដែលនាងខ្ញុំធ្វើប្រចាំថ្ងៃជូនពុកម៉ែទាំងអស់គ្នាបានឃើញអញ្ចឹងណាឥឡូវទឹកស្លយើងចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមដួសជាមួយពុះចាញ់ដោយសារតែពេលដែលស្លមិនថាស្លជាមួយស្លអ្វីទេគឺខ្ញុំតែងតែដួសពុះចាញ់អញ្ចឹងបងប្អូនដល់ពេលវាឡើងពុះអញ្ចឹងបងប្អូនអរគ្នាចាដើម្បីពេលដែលយើងស្លទៅគឺវាមានរសជាតិកាន់តែឆ្ងាញ់ទៀតអញ្ចឹងបងប្អូនណាចាឥឡូវទឹកស្លយើងចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមបង់ត្រីចូលគឺត្រីកញ្ចុះបងប្អូនត្រីកញ្ចុះខ្ញុំទិញប្រហែលជាមួយខាំទេបងប្អូនអរគ្នាចាដោយសារតែខ្ញុំញ៉ាំពីអ្នកប្តីខ្ញុំអញ្ចឹងគ្រួសារតូចមួយអញ្ចឹងណាបងអូនខ្ញុំក៏បានដាក់ចូលជាមួយនឹងត្រីយើងចូលឆ្នាំងអញ្ចឹងទៅខ្ញុំក៏បានដាក់តម្រងឆ្នាំងដោយសារតែការដាក់ត្រីចូលទៅគឺចក្រាននឹងវានឹងល្អបងប្អូនវាទៅតែមុខទេអញ្ចឹងខ្លាចវាល្អទៅខ្លាចកពុបសឡអញ្ចឹងបងអូនអរគ្នាចាយើងត្រូវតែរៀងប្រយ័ត្នតិចបងប្អូនណាចាពេលដែលនាងខ្ញុំចាប់ផ្ដើមបង់ត្រីចូលរួចហើយនាងខ្ញុំចាប់ផ្ដើមឲ្យទឹកស្លយើងចាប់ផ្ដើមពុះសិនបាទនាងខ្ញុំបង់ជាមួយនឹងផលិតបងប្អូនចាបន្លែគឺយើងបង់ជាមួយនឹងផលិតបន្លែធម្មជាតិបងប្អូនចានៅខាងខ្ញុំគឺម្ដុំត្រឹមតែ500ទេបងប្អូនអរគ្នាចាស់គឺអត់ថ្លៃទេគឺបានជាមួយនឹងម្ដុំនេះបាន1គីឡូតែម្ដងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយផលិតចូលបងប្អូនណាចាផលិតដែលខ្ញុំបានសក់រួចនឹងបានកាច់រួចបងប្អូនអរគ្នាចាយំទៅគឺផលិតវាស្រួលកាច់ទេបងប្អូនគឺកាច់ដូចសុសផុសចឹងបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ផលិតចូលក្នុងទឹកស្លរបស់យើងហើយទឹកស្លយើងចាប់ផ្ដើមពុះបងប្អូនអរគ្នាចាដោយសារតែខ្ញុំដាក់ឲ្យរៀងឆ្អិនបន្លែចឹងបងអូនណាចាបើនិយាយរួមទៅស្លនេះគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនគឺស្លស្រែបើសិនយើងបានជាមួយនឹងកូនត្រីទៀតណាមានជាមួយនឹងកាពឹសមួយទៅកាន់តែឆ្ងាញ់ទៀតបងអូនអរគ្នាចាដោយសារតែខ្ញុំគឺទិញបានតែត្រីកញ្ចុះទេបងប្អូនខ្ញុំចង់ទិញកាពឹសយកមកដាក់ដែរបងអូនដល់ពេលចឹងទៅខ្ញុំចាប់ផ្ដើមដុសជាមួយពពុះចេញដោយសារតែវាឡើងពពុះចឹងបងអូនណាចាពេលដែលស្លយើងចាប់ផ្ដើមពុះរួចហើយយើងចាប់ផ្ដើមដួសជាមួយពុះវាឲ្យស្អាតទៅបងប្អូនដើម្បីទឹកស្លរបស់យើងគឺថ្លាមើលទៅតំណងគួរឲ្យឆ្ងាញ់អញ្ចឹងបងអូនណាចាឥឡូវទឹកស្លយើងចាប់ផ្ដើមពុះហើយបងប្អូនចាគឺពុះយ៉ាងពេញឆ្នាំងហើយបងអូនអរគ្នាចាពេលដែលទឹកស្លយើងចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមមកបង់ជាមួយអំពិលបងប្អូនជាមួយនឹងថ្ងៃស្លថ្ងៃនេះគឺខ្ញុំដាក់ជាមួយនឹងអំពិលទុំបងប្អូនដោយសារតែរាល់ដងខ្ញុំស្លជាមួយនឹងបាំ7អញ្ចឹងបងអូនណាចាដោយសារតែយើងបេះអត់បានចឹងដោយសារបាំ7វាអស់អំបះចឹងទៅក៏ខ្ញុំចាប់ផ្ដើមមកស្លជាមួយនឹងអំពិលទុំវិញស្លមួយអំពិលទុំក៏ឆ្ងាញ់យើងបងម្អមចឹងទៅគឺមានក្លិនឈ្ងុយរសជាតិគឺឆ្ងាញ់ឥឡូវស្លរបស់យើងគឺចាប់ផ្ដើមឆ្អិនហើយបងអូនអរគ្នាចាហើយបើសិនជាយើងភ្លក់ទៅស្លរបស់យើងគឺមានខ្វះត្រង់ណាយើងអាចថែមគ្រឿងតាមចំណងចំណូលចូលចិត្តបងប្អូនអរគ្នាបានអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមភ្លក់ស្លរបស់ខ្ញុំគឺមានរសជាតិមកល្មមបងប្អូនបើសិនជាខ្វះប្រៃឬក៏សាបហើយយើងអាចថែមទឹកត្រីឬក៏ថែមអំបិលថែមប៊ីចេងអីចឹងទៅណាតាមចំណងចំណូលចូលចិត្តបងប្អូនអរគ្នាចាយរួមទៅមួយស្លឹកស្លដែលខ្ញុំកំពុងតែស្លនេះគឺខ្ញុំចូលចិត្តស្លបែបស្រាលស្រាលបងប្អូននឹកឃើញស្លហ្នឹងហើយគឺនឹកស្រុកខ្លាំងតែមែនតើបងប្អូនអរគ្នាចាហើយឥឡូវយើងចាប់ផ្ដើមស្លរួចហើយបងប្អូនចាទឹកស្លយើងចាប់ផ្ដើមឆ្អិនបងប្អូនអរគ្នាចាតំណងខ្លាំងមែនតើគឺត្រីនេះគឺពងណានពុ